យើងយកកូនទៅទុកនៅព្រៃក្បែរជើងភ្នំនោះទៅព្រោះបើទុកនៅទីនេះយើងក៏គ្មានលទ្ធភាពមើលកូនដែរពុកម៉ែនេះពុកម៉ែគិតចង់យកកូនទៅបោះបង់ចោលក្នុងព្រៃមែនទេពុកវាអើយពេលនេះកូនយើងឈឺធ្ងន់ណាស់យើងគ្មានប្រាក់យកកូនទៅពេទ្យទេគិតធ្វើយ៉ាងម៉េចទៅពុកវាហើយខ្ញុំអាណិតកូនណាស់មើលចុះក្តៅរងាញ័រអស់ទាំងប្រាណហើយបើនៅតែបែបនេះទៀតកូនយើងនឹងស្លាប់មិនខានទេម៉ែវាខ្ញុំគិតតែទឹកខ្ចីលុយលោកតកែយកមកព្យាបាលកូនស្រីយើងសិនហើយបើទៅខ្ចីលោកថាកែតើបានលុយមកពីណាសងគេទៅយើងគ្មានលទ្ធភាពសងគេនោះទេយើងគ្មានវិធីអីនោះទេដូច្នេះមានតែទឹកខ្ចីគេបែបនេះហើយណាចាំដល់ពេលនោះចាំគិតទៀតថាត្រូវធ្វើយ៉ាងម៉េចពេលនេះគិតជួយកូនយើងឲ្យបានសិនទៅចាបាញ់ចឹងមិនអីទេណាពុកម៉ែកូនរងាណាកូនរងាកូនស៊ីតាមិនអីទេណាកូនបន្តិចទៀតកូននឹងលែងអីហើយណាទ្រាំតិចទៅកូនពុកកូនកំពុងតែរកវិធីជួយកូនហើយម៉ែកូនស្រែកទឹកខ្លាំងណាស់ម៉ែចាំតិចណាកូនចាំតិចចាំម៉ែទៅយកមកឲ្យពុកវាទៅខ្ចីលុយលោកតកែមកលឿនឡើងពុកនឹងឆាប់មកវិញណាចាពុកលោកថកែពេលនេះខ្ញុំសុំខ្ចីលុយលោក1លានដើម្បីយកទៅព្យាបាលកូនស្រីព្រោះកូនខ្ញុំគេកំពុងតែឈឺត្រូវការព្យាបាលណាស់សូមលោកថកែមេត្តាដល់ខ្ញុំផងចុះយេហេព្រឹកឡើងបើកភ្នែកមិនទាន់មករកខ្ចីលុយត្មងណោះអញគ្មានលុយឯណាយកមកឲ្យឯងខ្ចីនោះទេហើយណាមួយមើលសមត្ថភាពឯងទៅមើលតើមានលទ្ធភាពឯណាយកមកសងអញវិញនោះអញមិនឲ្យទេទៅវិញទៅលោកថកែខ្ញុំសុំវល់ទៅចុះឲ្យទៅលោកថកែឲ្យខ្ចីទោះបីជាឲ្យខ្ញុំធ្វើអីក៏បានដែរខ្ញុំនឹងរកយកមកសងលោកថកែវិញជាមិនខានទេយើងមិនឲ្យទេត្រឡប់ទៅវិញទៅលោកថកែតែពេលនេះកូនស្រីខ្ញុំត្រូវការប្រាក់ដើម្បីព្យាបាលខ្លាំងណាស់សូមលោកមេត្តាផងចុះវាជាកូនឯងមិនមែនជាកូនអញឯណាចេញទៅចង់ចេញតាមសម្រួលឬក៏ចង់ឲ្យអញអូសក្បាលឯងចេញពីទីនេះបានខ្ញុំលាលោកតកែសិនហើយម៉ែវាខ្ញុំមកវិញហើយពុកវាតែយ៉ាងម៉េចហើយបានដែរទេអត់ទេលោកតកែគាត់មិនឲ្យយើងនោះទេពុទ្ធោកូនម្ដាយពេលនេះតែយើងគិតធ្វើយ៉ាងម៉េចទៅពុកវាមើលចុះកូនកាន់តែយ៉ាប់ទៅហើយគ្មានជំរឿអ្វីទេម៉ែវាមកនេះមកខ្ញុំមានរឿងចង់និយាយជាមួយមានអីនិយាយមកពុកវាយើងយកកូនទៅទុកនៅព្រៃក្បែរជើងភ្នំនោះទៅព្រោះបើទុកនៅទីនេះយើងក៏គ្មានលទ្ធភាពមើលកូនដែរណាមួយមើលទៅក៏គ្មានសង្ឃឹមថានាងនឹងរស់បើទុកនាងនៅទីនេះយើងក៏មិនអាចចេញទៅធ្វើការអីបានដែរចំណូលក៏កាន់តែអន់ជីវភាពក៏កាន់តែលំបាកតែខ្ញុំមិនអាចទុកកូនចោលបាននោះទេពុកវាមិនអាចយកកូនទៅចោលបានទេបើទុកទាំងបែបនេះយើងក៏នឹងដាច់ពោះស្លាប់ទាំងអស់គ្នាដែរណាតែពុកវាស៊ីតាបានលួចស្ដាប់ឮឪពុកម្ដាយនិយាយគ្នាហើយនាងក៏លួចយំយ៉ាងខ្លាំងព្រោះដោយតូចចិត្តចំពោះឪពុកម្ដាយចង់យកខ្លួនទៅបំបរបងចោលបន្ទាប់ពីស្ដាប់ហើយស៊ីតាក៏បានសម្រេចចិត្តថាយប់នេះនាងនឹងចាកចេញពីផ្ទះដើម្បីកុំឲ្យពុកម៉ែលំបាកតទៅទៀតពុទ្ធោពុកម៉ែនេះពុកម៉ែគិតចង់យកកូនទៅបោះបង់ចោលក្នុងព្រៃមែនទេកូនធ្វើឲ្យពុកម៉ែលំបាកខ្លាំងណាស់ហើយមែនទេមិនអីទេជប់នេះកូននឹងចេញពីពុកម៉ែមិនឲ្យពុកនឹងម៉ែលំបាកដោយសារកូនទៀតទេព្រឹកស្អែកចាំយើងនាំកូនទៅចាស់ពុកវាស៊ីតាក្មេងស្រីកំសត់បានចាក់ចេញពីផ្ទះអំឡុងពេលដែលឪពុកម្ដាយដេកលក់អស់នាងចេញទៅទាំងខ្លួនកំពុងតែឈឺពុកម៉ែ
នលាសិនហើយបើមានចិត្តក្រោយពិតកូនសុំកាត់ជាកូនពុកនឹងម៉ែទៀតហើយកូននឹងសងគុណពុកនឹងម៉ែវិញនិយាយរួចស៊ីតាក៏បានដើរចេញបាត់ទៅអេចៅតារាមកមើលនេះមកក្មេងស្រីមកពីណាអញ្ចេះមកដេកដួលនៅទីនេះអូគេក្តៅខ្លួនខ្លាំងណាស់លោកយាយយកគេចូលក្នុងផ្ទះសិនទៅលោកយាយចៅលើកគេទៅដាក់លើគ្រែសិនទៅចាំយាយទៅដាំថ្នាំឲ្យនាងផឹកណាបាទលោកយាយបន្ទាប់ពីបានផឹកថ្នាំយាយផនរួចហើយក្មេងស្រីស៊ីតាក៏បានដឹងខ្លួនហើយក៏សុំលោកយាយផនស្នាក់នៅទីនោះតែម្ដងអូយឈឺក្បាលណាស់អូយប្អូនស្រីដឹងខ្លួនវិញហើយហ៎យ៉ាងម៉េចហើយបានធូរខ្លះទេចាខ្ញុំមិនអីទេនៅឈឺក្បាលតិចតួចនេះបងប្រុសជាអ្នកជួយខ្ញុំមែនទេគឺលោកយាយរបស់ខ្ញុំជាអ្នកជួយដល់ប្អូនពេលនេះលោកយាយកំពុងតែដាំបបរឲ្យប្អូនហូបហើយអ្នកទាំងពីរពិតជាចិត្តល្អខ្លាំងណាស់ណែបបរក្តៅក្តៅហូបទៅចៅតន់នៅក្តៅក្តៅអរគុណលោកយាយណាស់លោកយាយតាខ្ញុំសុំលោកយាយនៅទីនេះផងបានទេព្រោះខ្ញុំអត់មានកន្លែងត្រូវទៅទេអើយយាយមិនចិត្តកំណាញ់នោះទេតែដូចចៅឃើញស្រាប់ហើយថាផ្ទះយាយក្រីក្ររកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកមិនអីទេលោកយាយបើសិនជាខ្ញុំបានធូរស្បើយនៅពេលណាចៅនឹងទៅបេះបន្លែយកទៅលក់ដើម្បីជួយដល់យាយខ្លះល្អអរគុណលោកយាយខ្លាំងណាស់អេពុកវាដូចជាមិនឃើញកូនប្រហែលជាទៅលេងក្បែរនេះហើយអើយដើរតាណាបានទៅពុកវាបើកូនយើងកំពុងតែឈឺខ្លាំងយ៉ាងនេះនោះមែនហើយតើគេតាណាទៅណោះមិនអីទេសាក់រមើម្ដុំនេះសិនទៅអូចាពុកវាអញ្ចឹងខ្ញុំទៅរកក្នុងភូមិសិនចុះអញ្ចឹងចាំខ្ញុំដើររកតាមកពតព្រៃក្បែរនេះទៅចុះចាយ៉ាងម៉េចទៅហើយម៉ែវាឃើញកូនទេអូយអត់ទេពុកវាខ្ញុំរកអត់ឃើញទេខ្ញុំសង្ស័យតែគេបានឮយើងនិយាយគ្នាកាលប្រយុទ្ធមិញហើយមើលទៅនោះបើអញ្ចឹងមែនយើងមិនចាំបាច់រកទៀតទេគេប្រហែលជាមិនចង់ឲ្យយើងពិបាកហើយអូយតែខ្ញុំបារម្ភពីកូនណាស់ពុកវាកូនកំពុងតែឈឺផងណាពុកវាបារម្ភធ្វើអីទៅក្រែងយើងក៏គង់តែយកគេទៅទុកចោលដដែលមិនអញ្ចឹងអីទោះបីជាគេនៅផ្ទះក៏គេគ្មានជីវិតរស់ដែរហើយ10ឆ្នាំកន្លងផុតទៅអេអូនស្រីហើយមកពីណាអញ្ចេះមកក៏មិនដើរឃើញហេតុអីក៏ស្រស់ស្អាតយ៉ាងនេះហើយចេញឲ្យឆ្ងាយទៅក៏មកក្បែរខ្ញុំអីស្រឡាញ់បងទៅដឹងទេថាបងជានរណាមិនស្គាល់ថាលោកជានរណាទេតែសុំកំប៉ះខ្ញុំអីចេញទៅបើអូនចង់ហត់នឿយរៀបការជាមួយបងទៅបងនឹងឲ្យអូនរស់សនុកសុខស្រួលមិនឲ្យអូនលំបាកទេថយចេញទៅថយចេញជឿបងទៅណាអូនស្រីបើបានបងជាប្តីបងនឹងថ្នមអូនមិនឲ្យអូនលំបាកឡើយចង់មកធ្វើស្អីប្អូនយើងនឹងឆាប់ថយចេញទៅអាយ៉ាមានប្អូនស្រីស្អាតបែបនេះឲ្យរៀបការជាមួយប្តីអ្នកមានដូចជាយើងនេះទៅធានាថានឹងឲ្យគ្រួសារឯងលេងលំបាកទៀតហើយអាចង្រៃនេះអូយអាចង្រៃឯងថ្លាំធំម្លេះហ៊ានមកវាយយើងអញមិនស្គាល់ថាយើងជានរណាទេអីយើងមិនខ្វល់ទេលើកក្រោយកុំឲ្យមករវល់ជាមួយនឹងប្អូនស្រីយើងទៀតបើមិនអញ្ចឹងទេឯងនឹងត្រូវច្រើនជាងនេះជាមិនខានទេតើអូនស៊ីតាយើងទៅផ្ទះយើងវិញចាំតុកណាឯងយើងមិនឲ្យឯងរួចខ្លួននោះទេអាសំគិះយើងផ្ញើទុកសិនចុះឯងហើយយ៉ាងម៉េចនឹងកូនចយមិនក៏មុខឯងអាក្រក់មើលម្លេះពុក
ខ្ញុំបានឃើញស្រីម្នាក់ស្អាតណាស់ពុកមិនដែលឃើញនាងពីមុនមកសោះស្រីស្រុកនេះមាននរណាដែលគេចផុតពីខ្ញុំបានតែស្រីម្នាក់នេះខ្ញុំបែរជាមិនដែលឃើញហើយគ្រាន់តែរឿងអញ្ចឹងមិនក៏ចាំបាច់មួម៉ៅអីសម្បើម្លេះកូនគឺនាងមានបងប្រុសម្នាក់ហាបងប្រុសនោះវាបានមកដល់មុខខ្ញុំណាពុកអាម្នាក់នោះវាហ៊ានវាយកូនពុកណាថាម៉េចកូនមានដឹងទេថាផ្ទះវានៅណាអត់ដឹងទេពុកកូនបានតាមទៅផងមិនអីទេកូនអ្នកណាហ៊ានធ្វើបាបកូនពុកវាត្រូវតែទទួលផលលំបាកហើយលេងវាឲ្យចាស់ដៃទៅពុកមិនអីទេកូនពុកនឹងឲ្យពួកអាដែងទៅស៊ើបមើលថាផ្ទះរបស់វានៅឯណាបាទពុកម៉ែវាព្រៃនេះសម្បូរអស់ណាស់យើងកាប់ហើយដើររកមើលជីកទំលងយកទៅស្ងោរហូបផងទៅបើបានច្រើនយើងក៏យកទៅលក់ក្រែងលោកបានកម្រៃខ្លះចាពុកវាអញ្ចឹងពុកវាទៅកាប់អស់ចុះណាខ្ញុំទៅរកជីកដំឡូងសិនលុះពូចិននិងមិញចែមបានកាប់អស់និងជីកដំឡូងរួចហើយពួកគាត់ក៏បានមកជុំគ្នាហើយត្រឡប់ទៅផ្ទះវិញម៉ែវាខ្ញុំកាប់អស់រួចហើយយ៉ាងម៉េចទៅហើយបានដំឡូងច្រើនទេចាបានច្រើនគួរសមដែរពុកវាមើលចុះយើងយកទៅលក់បានហើយតោះពុកវាទៅផ្ទះទៅកុំឲ្យយប់តាន់ស្អែកនេះយើងនឹងយកដំឡូងទៅលក់ណាតោះទៅ